បាទជំរាបសួរបងប្អូនបាទថ្ងៃដែរយើងមានអតិថិជនមួយរូបដែលគាត់មកធ្វើការដកកង់3ចេញពីទីតាំង showroom ចង្រីក្រោមបាទពិតជាផ្សេងមែនទែនបាទគាត់វាយដូម៉ូតូ022យកកង់3RE4V3 ថ្មីយកទៅប្រើប្រាស់វិញអញ្ចឹងយើងចង់ដឹងគាត់នៅគាត់មានឈ្មោះអីគាត់មកពីខាងណាវិញយើងទៅជួបគាត់ទាំងអស់គ្នាបាទពូជំរាបសួរបាទពូមានឈ្មោះអីហើយមកពីខាងណាវិញពូផិនថាមកពីខេត្តពីរវែងស្រុកបស្ដាយបច្ចុប្បន្នពូមានមុខរបរធ្វើការងារដែរពូបងមុខការងារខាងជាងកម្លាំងចោះនៅបរិយាពេញហូតជាងកញ្ចក់ណាពូណាបាទហើយមូលហេតុអីដែលពូចង់យកកង់3ហ្នឹងយកទៅប្រើប្រាស់ចង់រកចំណូលក្រៅទៀតនឹងឃើញតិចជួនចំណូលចូលក្រៅច្រើនណាស់ឃើញហើយកង់3បាចាពេញថ្មីកម្លាំងវា236 cc ហើយយើងឃើញដេកស្ងាត់ហើយដាក់លេខយើងនៅដៃណាពូណាលេខនៅដៃកម្លាំងវាខ្លាំងជាងមុនប្រើស្បាប់4វាស៊ីតែមួយទេបាទជាងមុនបើឃើញចាប់អារម្មណ៍ទៅចាប់អារម្មណ៍ចំណូលក្រៅទៀតបាទអញ្ចឹងពូមកទីនេះគឺពូធ្វើការបងកំភ្លោះឬក៏ចេញវិស័យដែរពូបាទបងមលួហ៎ពូដាក់ភ្លាមដកភ្លាមមកពូណាភ្លាមដកភ្លាមបងអត់ចាំយូរទេបាទហើយសិក្សាងាយស្រួលទេឯកសារតាញ៉ាំបានធ្វើវិសាពូបាទអញ្ចឹងពុកម៉ែបងប្អូនដូចបានឃើញស្រាប់ហើយដោយលោកពូនិយាយអញ្ចឹងកាត់យកម៉ូតូ022បាទត្រៀម02វាយដូយកកង់3 4V ស៊េរីថ្មី2021គឺគាត់មកធ្វើវាយដូបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទដែលមានកង់3ចាស់ឬក៏ម៉ូតូអាចមកធ្វើការវាយដូនៅទីតាំងចង្រៃក្រោមខ្ញុំផ្ទាល់បានពងមានបាត់ពុកម៉ែបងប្អូនអាចឆាតចូលពេកសូមអរគុណ